ទៅបេះតកូនឃើញម្រះព្រៅល្អជប់មើលម្រះព្រៅសិនពុកម៉ែបងប្អូនហើយនៅតកូនត្រូវទឹកភ្លៀងបាទហ្នឹងហើយម៉ោង4ពុកម៉ែបងប្អូនថ្ងៃសៅរ៍ចេញមកផ្ទះគេថាចេញមកមិនភ្លៀងមកដែរតែអញ្ចឹងពាក់អាវភ្លៀងមកដល់ផ្ទះនេះឃើញតកូនល្អល្អយើងឃើញចង់ធ្វើជាជ្រក់តកូនញ៉ាំជាមួយនឹងសាច់ជ្រូកអាំងអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងអត់ទាន់ដោះអាវភ្លៀងចេញពីខ្លួនទេមកដើររកបេះតកូនសិនបេះទៅឃើញមានក្តាប់អានោងមួយវាផ្លែលាយជាមួយតកូនពុកម៉ែបងប្អូនហើយនិយាយថាស្លឹកតកូនល្អពុកម៉ែបងប្អូនត្រូវទឹកភ្លៀងរាល់ថ្ងៃអញ្ចឹងណាខ្លាំងខៀវសង្ងាត់មកតកូនឡើងខ្ចីបាទហ្នឹងឥឡូវបេះបានដាក់ចូលក្នុងកធុនចាន់ដែកនេះដើម្បីលាងទឹកលាងអីឲ្យតកូននោះខ្ញុំទិញពីរោងចក្រមកខ្លះអញ្ចឹងណាដើម្បីធ្វើតកូនជ្រក់ហ្នឹងឲ្យវាបានច្រើនបន្តិចពុកម៉ែបងប្អូនបាទឥឡូវយើងដាក់លាងបាទហើយបន្ទាប់មកនេះទុកឲ្យកូនប្រុសខ្ញុំទូនាទីបេះបន្លែហ្នឹងបេះតកូនហ្នឹងឲ្យគាត់នៅបេះខាងក្រៅហ្នឹងទៅឲ្យជួយឲ្យថាឲ្យគាត់ជួយបេះអញ្ចឹងណាលោកយាយលោកតាបានខ្ញុំថាកូនឯងធំហើយចេះជួយការងារផ្ទះខ្លះទៅការងារណាធ្វើបានកូនរៀនធ្វើទៅឥឡូវនេះខ្ញុំមកលេងទឹកត្រីខ្ញុំម្ដងបាទទឹកត្រីខ្ញុំប្រើទឹកត្រីមួយចានចង្កឹះស្ករមួយចានចង្កឹះដែរហើយប៊ីចេងមួយស្លាបព្រាបាយអំបិលមួយស្លាបព្រាបាយពុកម៉ែបងប្អូនខ្ញុំដាក់ទឹកចូលចំនួន2ចានចង្កឹះចូលទៅពុកម៉ែបងប្អូនណាព្រោះអីលាយជ្រក់តកូនរបស់ខ្ញុំតកូនវារៀងតិចដែរទេពុកម៉ែបងប្អូនណាបាទហ្នឹងហើយឥឡូវនេះចេញខាងក្រៅឃើញកូនប្រុសខ្ញុំនេះកំពុងតែញាប់ដៃញាប់ជើងក្នុងការបេះតកូននឹងដដែលបាទចិត្តហើយពុកម៉ែបងប្អូននៅបាទហើយគេថាមីក៏នៅតែបន្តភ្លៀងលំសិចអញ្ចឹងទៅគេថាអាកាសធាតុនោះទុកដល់កលោកយាយលោកតាធម្មជាតិបរិយាកាសសុខស្រែចម្ការយើងបាទហើយនេះគ្រឿងផ្សំខ្ញុំមានក្រូចឆ្មាខ្ទឹមសខ្ទឹមក្រហមលើចាប់ផ្ដើមហាន់តកូនកង់អញ្ចឹងមកដាក់ក្នុងចូលកធុនយើងដាក់អំបិលចូលមកពុកម៉ែបងប្អូនធ្វើការច្បាច់ពុកម៉ែបងប្អូនយើងច្បាច់វាឲ្យទន់តកូនយើងហ្នឹងហើយពេលលាងគឺចឹងដែរពុកម៉ែបងប្អូនយើងច្បាច់ឲ្យទន់យើងដាក់ទឹកលាងហើយលាងទៀតពុកម៉ែបងប្អូនណាដើម្បីអីឲ្យតកូនយើងជ្រះអំបិលដែលយើងដាក់ច្បាច់ពុកម៉ែបងប្អូនហើយយើងភ្លក់មើលផងគីឡូសាច់តកូនយើងប្រៃបាទបើថាប្រៃទេយើងលាងទៀតលាងច្បាច់ទៅតកូនហ្នឹងកុំឲ្យវាប្រៃពេកដល់ពេលយើងយកមកផ្សំគ្រឿងឥឡូវនេះខ្ញុំដាក់ផ្សំគ្រឿងឲ្យពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវយើងដាក់មកគ្រឿងយើងមានខ្ទឹមសខ្ទឹមក្រហមបាទមានខ្ញីតសៃអញ្ចឹងទៅពុកម៉ែបងប្អូនណាមានម្ទេសមានអីចឹងហើយយើងដាក់ចូលក្នុងតកូនយើងដែលយើងលាងមិញពុកម៉ែបងប្អូនច្បាច់ឲ្យស្ងួតហ្នឹងហើយឥឡូវយើងដាក់ស្ករដាក់ប៊ីចេងអញ្ចឹងមកបាទយើងផ្សំគ្រឿងមករួចហើយយើងដាក់ទឹកត្រីដែលយើងស្ងោររំងាស់មិញពុកម៉ែបងប្អូនទឹកត្រីហ្នឹងវាមានរសជាតិប្រៃផ្អែមមកអញ្ចឹងយើងថែមក្រូចឆ្មាខ្ញុំប្រើចំនួនកន្លះគីឡូខ្ញុំដាក់ទាំងអស់ពុកម៉ែបងប្អូននៅពួកខ្ញុំជួយចិត្តជូររៀងជ្រះចឹងណាពុកម៉ែបងប្អូនបាទតកូនបាទហ្នឹងហើយចង់ញ៉ាំជ្រក់តកូនជាមួយនឹងសាច់ជ្រូកអាំងពុកម៉ែបងប្អូនបាទហូបបាយបាទមេឃត្រជាក់អញ្ចឹងនឹកឃើញជ្រក់តកូនជាមួយនឹងសាច់ជ្រូកអាំងពុកម៉ែបងប្អូនបាទឥឡូវយើងបន្ទាប់យើងលាយគ្រឿងដូចថាស្រួលប៊ូដូចថាត្រូវរឿងឆ្ងាញ់ហើយយើងដាក់ចូលក្នុងប្រអប់បាទយកទៅដាក់ក្លាសេដើម្បីឲ្យត្រជាក់ស្រួយចាំដល់ពេលញ៉ាំបាយយើងយកមកញ៉ាំមកពុកម៉ែបងប្អូនបាទឥឡូវនេះដល់ម៉ោងបាយល្មមតណាទៀតដាក់ជ្រក់តកូនមកនេះសាច់ជ្រូកអាំងឲ្យកូនស្រីខ្ញុំកូនប្រុសខ្ញុំបាទអូយកំពុងតែញាប់ដៃញាប់ជើងគេថាឆ្ងាញ់ណាស់ប៉ាអើយបាទហ្នឹងហើយខ្ញុំថាឆ្ងាញ់មែនហ្នឹងកូនញ៉ាំទៅបាទហើយខ្ញុំនេះអធិស្ឋានពុកម៉ែបងប្អូនអើយបាទអត់មានសព្រាទេគឺដៃយាយសព្រាខ្លះដៃខ្លះពុកម៉ែបងប្អូនឲ្យឆ្ងាញ់ពេកដល់អញ្ចឹងទៅមានអីណាទេដៃខ្លះសព្រាខ្លះបាទអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនបាយ